តាមជំនឿរបស់បងប្អូនជនជាតិវៀតណាមគឺនៅដើមខែមេសានៃឆ្នាំនីមួយៗត្រូវរៀបចំពិធីសែនភ្នោឆេងម៉េងនេះជាចាំបាច់ដើម្បីយល់ដឹងពីអត្ថន័យនៃការសែនភ្នោដែលនៅឆ្នាំ2022បងប្អូនជនជាតិចិននិងវៀតណាមត្រូវប្រារព្ធធ្វើនៅពេលដ៏ខ្លីខាងមុខនេះយើងសូមលើកជាមគ្គប្រវត្តិសង្ខេបនៃពិធីនេះដោយខាងក្រោមពិធីបុណ្យឆេងម៉េងដែលភាសាចិនហៅថាឈីងមីងឬភាសាអង់គ្លេសថា Tom Sweeping Day សំដៅទៅលើពិធីសែនភ្នោបុណ្យចម្រាក់ចាត់ឲ្យជ្រះថ្លាឬទេវាសម្អាតភ្នោជូនដូនតាឬឪពុកម្ដាយដែលបានចែកឋានទៅបុណ្យឆេងម៉េងមានប្រវត្តិដ៏យូរលង់ណាស់មកហើយក្នុងប្រទេសចិននិងត្រូវបាននាំចូលមកកាន់ប្រទេសកម្ពុជាតាមរយៈជនជាតិចិនមករស់នៅស្រុកខ្មែរពិធីបុណ្យឆេងម៉េងនេះប្រារព្ធឡើងដើម្បីឧទ្ទិសដល់ជីស៊ីទុយដោយមានរឿងដំណាលថាកាលពីឆ្នាំ636នៃពសមានព្រះអង្គម្ចាស់ព្រះនាមវ៉ែននិងអ្នកបម្រើឈ្មោះជីស៊ីទុយបានរត់គេចពីសង្គ្រាមក៏វង្វេងចូលទៅក្នុងព្រៃដោយគ្មានអាហារសម្រាប់បរិភោគអស់ជាច្រើនថ្ងៃនិងបារម្ភខ្លាចចវាយខ្លួនឃ្លានត្រកូលជីក៏ជៀនសាច់ភ្លៅរបស់ខ្លួនមកធ្វើម្ហូបព្រះអង្គម្ចាស់វ៉ែនសន្យាថានឹងផ្ដល់រង្វាន់ដល់ត្រកូលជីប៉ុន្តែត្រកូលជីមិនមែនជាមនុស្សលោភលន់នឹងឋានៈបុណ្យស័ក្តិឡើយអ្វីដែលគាត់ចង់បានគឺចង់ឲ្យព្រះអង្គម្ចាស់វ៉ែនវិលត្រឡប់ទៅកាន់ទឹកដីជីនវិញដើម្បីធ្វើស្ដេចនៅទីនោះត្រកូលជីបាននាំម្ដាយទៅរស់នៅឯព្រៃភ្នំពេលដឹងដូច្នេះព្រះអង្គវ៉ែនបានបញ្ជាឲ្យគេដុតព្រៃដែលត្រកូលជីសង្ងុំលាក់ខ្លួនក្នុងគោលបំណងឲ្យជីបង្ហាញខ្លួនតែអកុសលព្រៃបានឆេះសន្ធោសន្ធៅរហូតត្រកូលជីចេញមិនរួចក៏ស្លាប់ក្នុងភ្នក់ភ្លើងនោះតែម្ដងទៅព្រះអង្គមានវិបដិសិរីយ៉ាងខ្លាំងចំពោះរឿងនោះក៏ចេញបញ្ជាហាមមិនឲ្យអ្នកភូមិប្រើប្រាស់ភ្លើងនិងបរិភោគតែអាហារត្រជាក់ចំនួន3ថ្ងៃដើម្បីកាន់ទុក្ខដល់វិញ្ញាណក្ខន្ធត្រកូលជីតាំងពីពេលនោះមកប្រពៃណីសែនភ្នោគោរពដូនតាក៏ចាប់កំណើតឡើងរហូតដល់សព្វថ្ងៃក្រោយមកទៀតព្រះអង្គបានសង្កេតឃើញថានៅលើភ្នោរបស់ជីស៊ីទុយមានដើមសូលចាប់ផ្ដើមដុះក្រោពីលើទ្រង់បានបញ្ជាឲ្យគេសម្អាតដើមសូលចេញនិងបញ្ជាឲ្យប្រជាជនប្រារព្ធពិធីនេះដោយបញ្ចូលគំនិតរំលឹកពីគុណញាក់ដែលបានចែកឋានទៅហេតុនេះបានជាសង្កេតឃើញប្រជាជនចិនយកស្លឹកដើមសូលដាក់នៅពីលើភ្នោលម្អបន្ថែមពីនេះគេសែនអាហារនិងស្រាដែលដូនតាចូលចិត្តព្រមទាំងដុតប្រាក់កាសជូនដូនតាដើម្បីកុំឲ្យពួកគាត់មានការខ្វះខាតចាយវាយហូបចុកនៅក្រោយពេលចែកឋានបច្ចុប្បន្នយើងឃើញមានការបន្ថែមការដុតជាទូរស័ព្ទផ្ទះក្រដាសនិងសម្ភារៈផ្សេងៗថែមទៀតផងពិធីនេះគេច្រើនធ្វើឡើងនៅដើមខែមេសាគឺអំឡុងថ្ងៃទី5ខែមេសាជារៀងរាល់ឆ្នាំនិងនិយមសែននៅភ្នោញាតិមានគុណដែលចែកឋានទៅក្នុងគោលបំណង3យ៉ាងគឺបួងសួងសុំសេចក្តីសុខចម្រើនសុំឲ្យកូនចៅរកស៊ីមានបានសុំឡើងបុណ្យស័ក្តិក្នុងពិធីសែនដំបូងគឺគេយកក្រដាសប្រក់ភ្នោយកដីរោយពីលើរួចស្រោចទឹកបន្ទាប់មកទៀតគេសែនម្ហូបអាហារទៅតាមលទ្ធភាពជនជាតិចិនមានវប្បធម៌គ្រួសារនិយមណាស់ដូច្នេះត្រកូលរបស់គេមួយគឺត្រូវបានលើកតម្កើងពិសេសភ្នោបុណ្យពាក្យបុរសដែលកូនចៅម្នាក់ស្លាប់ទៅគឺត្រូវបានជ្រើសរើសទីតាំងល្អមានហុងស៊ុយសម្រាប់បញ្ចុះដែលមានជំនឿថាដូនតារបស់គេនឹងជួយដល់កូនចៅឲ្យរកស៊ីមានបានត្រជាក់ត្រជុំថ្កើមថ្កើង